សូមជូនរឿងទន្សាយចន្ទ្រានិងសត្វក្របីព្រឹកមួយនៅក្នុងស្រែស្រូវដ៏ស្រស់ស្អាតមានកូនទន្សាយតូចម្នាក់ឈ្មោះចន្ទ្រាគាត់រស់នៅទីនេះដោយសេចក្តីសុខសាន្តគាត់ស្រឡាញ់ស្រែនិងមិត្តភក្តិទាំងអស់កូនសត្វតូចៗលេងសប្បាយជាមួយគ្នាស្រែស្រូវពោពេញដោយសំណើចគ្រប់គ្នារស់នៅដោយសុខសាន្តភ្លាមនោះមានក្របីធំសម្បើមបានមកដល់ជើងធំរបស់វាធ្វើឲ្យដីញ័រសត្វតូចចាប់ផ្ដើមភ័យខ្លាចសត្វតូចរត់លាក់ខ្លួនពួកគេភ័យថាស្រែស្រូវនឹងខូចគ្មាននរណាហ៊ាននិយាយចន្ទ្រាមិនភ័យទេគាត់គិតយ៉ាងស្ងប់ស្ងាត់គាត់មានគំនិតល្អមួយចន្ទ្រាដើរទៅរកក្របីគាត់មិនខឹងនិងមិនខ្លាចគាត់និយាយដោយការគោរពទៅកាន់សត្វក្របី And I to your courtesy, little ចន្ទ្រា friend. គោរពក្របីយ៉ាងសុភាពក្របីភ្ញាក់ផ្អើលគាត់មិនធ្លាប់ឃើញការគោរពបែបនេះទេចន្ទ្រាប្រាប់ថាបងក្របី It's just អាច rice. ជួយភ្ជួរស្រែបានវានឹងធ្វើឲ្យស្រូវលូតលាស់ល្អ The plants are ក្រ growing បី so ចាប់ផ្ដើម tall. គិត I love it here. ក្របីក៏យល់ព្រមគាត់មានអារម្មណ៍ថាមានប្រយោជន៍គាត់ចង់ជួយក្របីចាប់ផ្ដើមភ្ជួរស្រែដី Almost ខ្លាយ there. ជាទុន The ល្អ field looks great. ចន្ទ្រាសប្បាយចិត្ត Let's get plowing. All right, here we go. Sweet, sweet, sweet. You're doing great. សត្វតូចមើលដូចអស់ភ័យពួកគេចាប់ផ្ដើមសប្បាយចិត្តគ្រប់គ្នា Let's hop and Srei clap, miên everyone. sừng khâm. Hopping and clapping, ribbon, fun, jump, singing. Hey, keep it up. ចន្ទ្រា Here we បញ្ចូល go. ក្របស្រូវគាត់ធ្វើដោយយកចិត្តទុក All ដាក់ settled now. ធម្មជាតិចាប់ផ្ដើមធ្វើការរបស់វាភ្លៀងធ្លាក់យ៉ាងទន់ភ្លន់ដីទទួលទឹកដោយសេចក្តីរីករាយស្រូវកំពុងលូតលាស់ស្រូវលូតលាស់ខ្ពស់ស្រែ Ready to make our ខ្លាយ rice ជា paddies ពណ៌ even បៃតង greener? ស្រស់ Yes, let's make them គ្ the រាប់គ្នា greenest ស ever. ប្បាយចិត្ត The rice is growing so well. Yes, a bountiful harvest awaits. Hey, Buffalo, why so serious? Just thinking. Well, a smile would help. Look. ក្របី All ញ right, ញឹ you ម win. គាត់និយាយ See, it's ថា nice. ការជួយគ្នាគឺល្អគាត់មិនខឹងទៀតទេ All right, ពេលវេ everyone, លា let's ប្រមូល harvest. ផលស្រូវបាន Let's មក get ដល់ to it. Working គ្រប់ together. គ្នាជួយគ្នាស្រែពោលពេញដោយសុភមង្គលអាហារត្រូវបានចែករំលែកគ្មាននរណាអត់ឃ្លានមិត្តភាពកាន់តែរឹងមាំចន្ទ្រានិងក្របីក្លាយជាមិត្តពួកគេរៀនពីគ្នាសេចក្តីល្អកើតចេញពីការយល់ចិត្តត្រឡប់មកស្ងប់ស្ងាត់ធម្មជាតិនិងសត្វរស់នៅសុខសាន្តគ្រប់គ្នាដោយមានសេចក្តីសុខកូនអើយការគិតឆ្លាតនិងសេចក្តីល្អអាចដោះស្រាយបញ្ហាទាំងអស់បានចូលជួយគ្នានិងគោរពគ្នាជានិច្ច